ជំរាបសួរគ្រូវីដេអូបន្ទាប់នេះគឺជាវីដេអូ midterm ទី1ទាក់ទងជាមួយនឹងការrecord ទៅលើ user management ដែលលោកគ្រូបានចែក requirement ឲ្យមក run តាមនឹងហើយមាន9ចំណុចអញ្ចឹងទាក់ទងជាមួយនឹងចំណុចទី1គឺការឆែកទៅលើ user គឺ UMI user របស់ខ្ញុំគឺនេះមានប្រណីតោះមកយើងធ្វើការបង្ហាញនៅ directory គឺ pwd តទៅពីយើងបង្ហាញហើយគឺយើងត្រូវការបង្កើតនៅ user មួយអញ្ចឹងដើម្បីបង្កើតនៅ user មួយគឺយើងត្រូវវាយចំណង sudo user add .m.s ហើយ /bin /bash តើមកយើងធ្វើការដាក់ឈ្មោះទៅលើ user ដែលយើងចង់បង្កើតអញ្ចឹងខ្ញុំសូមដាក់ថាប្រណី su10 enter តើមកវាធ្វើវាត្រូវការទាមទារ password របស់ admin នេះរបស់នេះប្រណីនេះអញ្ចឹងសូមវាយ password ចូលខុស password តបនៅពេលដែលយើងបញ្ចូលpassword admin ហើយយើងត្រូវការដាក់ password ទៅលើ user ដែលយើងបានបង្កើតហ្នឹងអញ្ចឹងយើងវាយទៅលើ command sudo pass wd វាយឈ្មោះទៅលើ user ដែលយើងបានបង្កើតមិញគឺប្រណី su10 enter តើមកយើងដាក់ pass ថ្មីឲ្យវាទៅគឺធ្វើការសំដាក់ថ្មីនឹងខុសគឺ sudo pass wd ប្រណីយើងធ្វើការដាក់ password វារួចហើយនៅពេលដែលយើងដាក់ហើយយើងត្រូវការធ្វើការ switch ទៅកាន់ user ថ្មីដែលយើងបានបង្កើតហ្នឹងអញ្ចឹងដើម្បី switch ទៅកាន់ user ថ្មីហ្នឹងគឺយើងត្រូវវាយ command sudo user ដែលយើងបានបង្កើតមិញហ្នឹងដើម្បីដាក់ password enter តមកទៀតគឺយើងឆែកទៅលើ user ថ្មីនឹងយើងសូវាអញ្ចឹងយើងវាយ command UMI មកនេះពេលចេញហើយគឺប្រណី su10 តបមកយើងធ្វើការបង្ហាញនៅ directory របស់វាគឺ pwd enter នៅពេលយើងបង្ហាញហើយយើងធ្វើការបង្កើត folder ថ្មីមួយតបមកយើងលិះវាមើលអញ្ចឹងដើម្បីបង្កើត folder ថ្មីមួយគឺយើងវាយ mk dir បានន័យថា making directory អញ្ចឹង folder ថ្មីនេះខ្ញុំដាក់ឈ្មោះថា su10 su10 អក្សរធំ su អក្សរធំ enter តមកយើងលិះវាមើលនេះចេញមកហើយគឺ su10 folder ពេលដែលយើងបង្កើតហើយគឺយើងត្រូវការចាក់ចេញទៅ user ដើមចាក់ចេញទៅ
នេះ user នេះខ្លួនឯង user ដើមរបស់យើងអញ្ចឹងយើងវាយ comment exit មក exit enter វាលោតពាក្យ look out ហើយអញ្ចឹងចូលមកដល់ចំណុចមួយទៀតគឺយើង show user list តាមរយៈការវាយ comment cat /etc/pass.wd enter អញ្ចឹងតើតងជាមួយនឹងការវាយ comment ហ្នឹងគឺវាចេញមកនេះការបង្ហាញ user list របស់យើងអញ្ចឹងតើតើជាមួយនឹងការងារទី1គឺមានប៉ុណ្ណឹងអរគុណច្រើនលោកគ្រូដែលបានមើលវីដេអូនេះ